មកយប់បងប្អូនដេកយល់សពច្រើនមិនអត់មូលហេតុទេយល់សពច្រើនបញ្ជាក់ថាបងប្អូនកំពុងតែមានភាពតានតឹងចិត្តខ្លាំងអាចថាបងប្អូនកំពុងតែមានបញ្ហាថប់បារម្ភអាចថាបងប្អូនកំពុងតែមានបញ្ហាជាច្រើននៅក្នុងជីវិតដែលមិនទាន់ដោះស្រាយហើយអាចជាបញ្ហាបំណុលបញ្ហាសុខភាពផ្ទាល់ខ្លួនបញ្ហាកូនចៅបញ្ហាការងារបញ្ហាដទៃទៀតច្រើនមែនទែនដែលមិនទាន់ដោះស្រាយហើយអញ្ចឹងខួរក្បាលគ្រាន់តែចង់ជួយសម្រាលបន្ទុកបងប្អូនដោះស្រាយបញ្ហានោះនៅក្នុងយល់សពប៉ុន្តែនៅពេលដែលដោះស្រាយមិនបានបញ្ហានៅតែជាបញ្ហាយល់សពនៅតែយល់សពដដែលអញ្ចឹងអីដែលបងប្អូនត្រូវធ្វើគឺរៀនអំពីអនាម័យនៃការគេងរៀនគេងម៉ោងណាភ្ញាក់ម៉ោងណាឲ្យទៀងទាត់រៀនធ្វើឲ្យបន្ទប់គេងបងប្អូនមានផាសុកភាពល្អចូលទៅមានអារម្មណ៍ថាចង់គេងហើយបរិយាកាសនៃការគេងគឺងងឹតល្អមិនមែនចុចទូរស័ព្ទទេរឿងដែលសំខាន់មួយទៀតបងប្អូនត្រូវតែសេបញ្ហាទាំងអស់ចូលក្នុងกระดาษបងប្អូនមានបញ្ហាអីទៅសេមកបញ្ហាណាដោះស្រាយបានមុនបងប្អូនដោះស្រាយបញ្ហាណាត្រូវការគេជួយរកអ្នកជួយបញ្ហាណាត្រូវការជួបជាមួយនឹងអ្នកឯកទេសផ្នែកសុខភាពផ្លូវចិត្តអញ្ជើញទៅជួបគ្រូពេទ្យផ្លូវចិត្តអញ្ចឹងកុំទុកបញ្ហានៅច្រើនពេកបងប្អូនមិនអាចទូលភ្នំមួយម្នាក់ឯងទេអរគុណ